ចឹងបើសិនពុកម៉ែបងប្អូនចង់ឲ្យដ្រូនរបស់ពុកម៉ែបងប្អូនប្រើបានល្អប្រើបានយូរហើយអត់មានបញ្ហាអីផ្សេងគុំធ្វើដូចខ្ញុំឲ្យសោះណាពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជា T5 ចាខ្ញុំប្រើប្រាស់ T5 ផ្ទាល់តែម្ដងដើម្បីយកមកធ្វើស្រែពិសោធន៍របស់យើងចំនួន730ហិកតាពីព្រោះថាបើសិនជាដ្រូនរបស់យើងថែទាំមិនបានល្អទេឥឡូវឧទាហរណ៍ថាមើលដូចស្លាបនេះអញ្ចឹងពុកម៉ែបងប្អូនមើលហើយនៅខាងម៉ូទ័រស្លាបឬអីផ្សេងហ្នឹងគឺឃើញថាកក្រិចខ្លាំងមែនតើហ្មងអញ្ចឹងណាយើងនៅស្រែនេះគឺយើងប្រចាំការនៅស្រែតែម្ដងមានបានឡើងទៅលើគោកទេដោយសារតែនៅស្រែរបស់យើងហើយយើងទៅ office របស់យើងនឹងវាឆ្ងាយពីគ្នាពេកម្ល៉េះហើយវាពិបាកក្នុងការធ្វើដំណើរអញ្ចឹងទៅអញ្ចឹងគាត់អត់មានស្អីបាញ់ទឹកលាងអីអញ្ចឹងទេអញ្ចឹងណាអញ្ចឹងបើសិនជាពុកម៉ែបងប្អូនចង់ឲ្យដ្រូនរបស់ពុកម៉ែបងប្អូនប្រើបានល្អប្រើបានយូរហើយអត់មានបញ្ហាអីផ្សេងគុំធ្វើដូចខ្ញុំឲ្យសោះណាមិនមែនបង្ហាញរូបវីដេអូនេះឲ្យធ្វើដូចខ្ញុំទេអញ្ចឹងគុំធ្វើដូចខ្ញុំឲ្យសោះម្យ៉ាងវិញទៀតT5នេះក៏បាញ់បានដែរពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាមាន T5 ហើយចង់អាប់ដេតទៅ T70P T100 ឬក៏អីអាចតាក់ទងមកក្រុមការងារបានប៉ុន្តែបើសិនជាថវិកានៅមានកម្រិតទេប្រើ T5 ក៏យើងអាចបាញ់ថ្នាំព្រោះជីព្រោះស្រូវបានដូចគ្នាដែរអរគុណ